បទឧក្រិដ្ឋជនជនជាតិចិនមួយក្រុមពាក់ព័ន្ធការចាប់បង្ខាំងធ្វើទារុណកម្មមនុស្សនិងជំរិតទារប្រាក់ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញនៅរាជធានីភ្នំពេញកងកម្លាំងការិយាល័យជំនាញពាក់ព័ន្ធនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាបបានឧក្រិដ្ឋជនជនជាតិចិនមួយក្រុមពាក់ព័ន្ធទៅនឹងការចាប់បង្ខាំងធ្វើទារុណកម្មមនុស្សនិងជំរិតទារប្រាក់លោកឧត្តមសេនីយ៍ជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី10ខែមករាឆ្នាំ2026នេះបានប្រាប់បណ្ដាញសារព័ត៌មានបានឲ្យដឹងថាការបង្ក្រាបនេះធ្វើឡើងក្រោយទទួលបានព័ត៌មានកាលពីថ្ងៃទី5ខែមករាឆ្នាំ2026តាមរយៈការរាយការណ៍ទៅកាន់ Page Facebook ផ្លូវការរបស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចមកថាមានការចាប់បង្ខាំងមនុស្សធ្វើទារុណកម្មនិងជំរិតទារប្រាក់នៅក្នុងសន្តាគារមួយកន្លែងដែលមានឈ្មោះហួហួយគួនស៊ីជៀនឋានហូថែលស្ថិតនៅក្នុងអគារហួសានអន្តរជាតិផ្លូវបើកថ្មីភូមិ14សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនក្នុងរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ស្នងការបន្ថែមថាក្រោយទទួលបានព័ត៌មាននេះហើយកងកម្លាំងនគរបាលផែនការប្រឆាំងបទល្មើសបច្ចេកវិទ្យាសហការជាមួយនឹងការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជារួមកម្លាំងនគរបាលខណ្ឌចំការមនដែលមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោកសេងហៀងប្រញាតរាជអាជ្ញារងនៃអัยការអមដំបងសាលារាជធានីភ្នំពេញបានបើកប្រតិបត្តិការចុះស្រាវជ្រាវទៅដល់សន្តាគារមួយនោះដែលស្ថិតនៅក្នុងអគារហួសានអន្តរជាតិផ្លូវបើកថ្មីភូមិ14សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនដែលបានចូលឆែកឆេរនៅបន្ទប់3910ជាន់ទី39បន្ទប់លេខ4009ជាន់ទី40ដែលជាបន្ទប់ប្រតិបត្តិការបទល្មើសពីសំណាក់ក្រុមឧក្រិដ្ឋជននេះជាលទ្ធផលកងកម្លាំងសមត្ថកិច្ចជំនាញបានរកឃើញជនរងគ្រោះឈ្មោះលៀងតៅភេទប្រុសអាយុ47ឆ្នាំជាជនជាតិចិនរងរបួសធ្ងន់ក្នុងបរិវេណសន្តាគារខាងលើនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះម៉ាជីវ៉ៃភេទប្រុសអាយុ32ឆ្នាំជាជនជាតិចិនដែលមានសញ្ជាតិខ្មែរដែលជាអ្នកសំគំនិតក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះកងកម្លាំងជំនាញក៏បានបន្តស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនជាតិចិនជាបពុចំនួន2រូបបន្ថែមទៀតដែលជាជនដៃដល់ក្នុងអាសយដ្ឋានអន្តរជាតិដេជោគ្រាដែលឧក្រិដ្ឋជនទាំងពីរនោះកំពុងព្យាយាមរត់គេចខ្លួនចេញពីប្រទេសកម្ពុជាជនសង្ស័យជាជនដៃដល់ទាំងពីរនាក់ខាងលើមានឈ្មោះថាចិនសៀងលៀងភេទប្រុសអាយុ36ឆ្នាំនិងម្នាក់ទៀតមានឈ្មោះថាហ្វូដុងដុងភេទប្រុសអាយុ36ឆ្នាំបច្ចុប្បន្នជនសង្ស័យទាំង3នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីមានវិធានការទៅតាមផ្លូវច្បាប់គណៈបព្វពួករបស់ពួកគេនៅតែសេសសល់កងកម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនបន្តបន្ទាប់ក្នុងការបង្ក្រាបបទល្មើសបទឧក្រិដ្ឋជនទាំង3នាក់ខាងលើនេះសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនផងដែរដែលជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តសកម្មភាពធ្វើទារុណកម្មនិងការបង្កហិង្សាដើម្បីជំរិតទារប្រាក់លើជនរងគ្រោះតាមការបញ្ជាក់បន្ថែមរបស់លោកឧត្តមសេនីយ៍ឯកជួននរិនក្រុមឧក្រិដ្ឋជនទាំងនេះមានបណ្ដាញចាត់តាំងច្បាស់លាស់និងធ្វើតែរឿងនេះជាច្រើនករណីនាពេលកន្លងមកហើយដោយជនរងគ្រោះមិនដែលហ៊ានប្តឹងសមត្ថកិច្ចនោះឡើយព្រោះការគំរាមរបស់មេខ្លោងដែលនៅពីក្រោយបទល្មើសខាងលើនេះថានឹងសម្លាប់បបាយធ្លាយព័ត៌មានអំពីសកម្មភាពបទល្មើសរបស់ពួកគេ